នេះគឺជាដំណើរកំសាន្តដែលខ្ញុំជិះទៅលេងខេត្តជាច្រើននៃភាគខាងជើងនៃប្រទេសកម្ពុជាចឹងពួកខ្ញុំជិះកាត់កំពង់ចាមខេត្តកញ្ចេះហើយទៅដល់ខេត្តស្ទឹងត្រែងចឹងការជិះមួយទ្រីបនេះយើងមានកន្លែងលេងជាច្រើនដូចជាកោះហានហើយតោះមកយើងទៅទឹកជ្រោះព្រះនិមិត្តចឹងយើងចេញពីខេត្តស្ទឹងត្រែងគឺយើងជិះទៅដល់ខេត្តព្រះវិហារចឹងចេញពីខេត្តព្រះវិហារគឺយើងទៅគេងនៅភ្នំត្បែងចឹងចេញពីភ្នំត្បែងមកគឺយើងទៅលេងប្រាសាទព្រៃគុកនៃខេត្តកំពង់ធំចឹងនេះគឺជាផ្លូវទ្រីបមួយដែលវាឆ្ងាយសម្រាប់ខ្ញុំគឺលបាក់ 1000 គីឡូម៉ែត្រជាងចឹងពេលចេញទៅហ្នឹងខ្ញុំខ្លាចតែគេបើកចរាចរណ៍មកគេថាខ្ញុំចោលចឹងដោយសារផ្លូវនេះឆ្ងាយដែរចឹង4កន្លះយើងវិលកង់ជីផ្លូវឆ្ងាយជឿគូតពេលឥឡូវកូនខ្មែរមានកំណត់ឆ្នៃប្រឌិតថ្មីចឹងដោយសារតែយើងងើបមកពីព្រឹកទៅតាមផ្លូវទៅហ្នឹងវាមេឃនឹងពណ៌កាឈូកចឹងដោយសារយើងងើបទៅរៀងព្រឹកដែរចឹងឡានអីវាអត់ទៅញ៉ៃម៉ានទេយើងតលាយដែរហើយផ្លូវទៅកំពង់ចាមឥឡូវគេធ្វើឲ្យស្អាតដែរឥឡូវយើងមកចូលចាក់សាំងនៅក្រុងកំពង់ចាមហើយយើងញ៉ាំបាយនៅក្រុងកំពង់ចាមហ្នឹងចេញពីហ្នឹងមកក៏យើងទៅអង្គុយជិះឆ្វែលក្រុងគេនៅក្នុងក្រុងកំពង់ចាមហ្នឹងសិនហើយមកអង្គុយឡើងសួននេះទៅធំតាក្លិនលីមួកខ្ញុំអត់ដឹងថាគេមកតម្លាក់រ៉ុនដូម្ដុំហ្នឹងហើយបានវាភាយណាតោះមកយើងចុះមកក្រោមចិត្តគល់ស្ពានហ្នឹងដើម្បីមើលផ្កាបុប្ផាព្រៃពណ៌គេនៅហ្នឹងចឹងមួយដូចអត់ដែរបានឃើញផ្កាទេថតផ្ការោតអីទៅនៅក្រោមហ្នឹងគេធ្វើស្អាតតមកយើងជិះកាត់ខេត្តត្បូងឃ្មុំហើយទៅដល់ខេត្តកញ្ចេះចឹងទៅដល់កញ្ចេះបាក់ខ្លាំងពេកគឺយើងកេងសិនចឹងតាមខ្ញុំសួរគេដូចជាផ្ទះហើយនឹងវត្តនៅហ្នឹងគឺមានអាយុ300ឆ្នាំចឹងបន្ទាប់ពីយើងញ៉ាំបាយថ្ងៃនៅកញ្ចេះហើយយើងតដំណើរទៅមុខទៀតឥឡូវយើងដល់ស្ពានស្ទឹងត្រែងហើយដោយសារមុនទៅហ្នឹងអត់បានកេងទេហើយត្រូវជិះឡើង2-10ម៉ោងទៀតចឹងរៀងវិលមុខទៅសុំគេតោងដូរដៃគ្នាបើកចឹងឥឡូវនេះយើងមកដល់ឡៃផែឡើងកោះហានណានិយាយទៅរយៈពេលធ្វើដំណើរហ្នឹងវាចន្លោះ10 ទៅ 12 ម៉ោងចឹងដោយសារតែកន្លែងឡើងទូកហ្នឹងគាត់ទុំចាប់បានត្រីក្អែកហ្នឹងមួយចឹងគាត់យកលក់ឲ្យទៅនិយាយទៅត្រីនេះកុំរិះខ្លួនហ្នឹងក៏ប៉ះតិចសោះសុទ្ធតែលោតចេញពីដៃចឹងដោយសារការខ្ញុំទៅនឹងមេឃក្តៅខ្លាំងពេកឯងគ្នាញ៉ាំបាយដោះអាទាំងអស់គ្នាចឹងយើងចាប់ផ្ដើមនាំគ្នាលើកអីវ៉ាន់ចឹងដើម្បីដាក់ទូកជិះទៅកាន់កោះហានហ្នឹងចឹងរយៈពេលពីផែហ្នឹងទៅកាន់កោះហានហ្នឹងដូចជា10 នាទីជាងនិយាយទៅនៅតាមផ្លូវហ្នឹងពីច្រើនយើងសម្បូរជួបឃើញអាសត្វបាក់សីមួយនេះខ្ញុំភ្លេចឈ្មោះវាបាត់ហើយតែដូចជាគេអភិរក្សនៅតំបន់ហ្នឹងឃើញវាសម្បូរខ្លាំងនិយាយទៅដើមឈើដែលឃើញនៅហ្នឹងពីច្រើនគឺជាដើមឈើដែលភាគច្រើនខ្ញុំមិនដែលបានឃើញពីមុនទេវារូបរាងវាប្លែកៗចឹងមកដល់ភ្លាមគឺមួយនៅគ្នារៀបតង់កន្លែងដែលយើងត្រូវកេងបន្ទាប់ពីគ្នាយើងរៀបតង់ហើយយើងចាប់ផ្ដើមឡើងកាយៈដែលយើងមកមួយទូកហ្នឹងទៅជិះមើល sunset និយាយទៅជិះធម្មតាចេះជិះតបឡើងគ្នាមិនចេះជិះចឹងពេលហ្នឹងគ្នាយើងជិះ3កាយៈហើយមានមេតំបន់គាត់ឡើងទូកធំមួយដើម្បីជួយមើលគ្នាយើងនិយាយទៅយើងចេះសេរីទៅដល់ម៉ោងហ្នឹងវាមកល្មមមើល sunset មកស្អាតចឹងមួយអត់មានតែគេហ៊ានហក់ទឹកទៅក្រោមទេដោយសារខ្លាចតែដឹងទឹកជ្រៅណាឥឡូវខ្ញុំបោះមេឲ្យមើលមកទៅចឹងទឹកវាមកលិចក្បាលយើងដែរតែដឹងជ្រៅណាទេនិយាយទៅកូនពីរនោះមានអាវពោងហើយនៅរៀងជិះទៀតបងលុយរៀនហែលទឹកហើយនៅតែខ្លាចទៀតអត់យល់ទឹកពុំមកលកាយធ្វើអីចេះហែលទឹកធ្វើចឹងអត់សមទេយល់អត់ជិះម៉ូតូ2-10ម៉ោងហើយមកត្រូវលេងកាយៈហែលទឹកនេះទៅមកអស់ខ្យល់ដែរណាចឹងមកដល់វិញចឹងទៅអ្នកខ្លះទៀតរៀបប្រកាត់ភ្លើងហើយអ្នកខ្លះទៀតទៅគឺគាត់រៀបកន្លែងដើម្បីយើងញ៉ាំបាយចឹងម្ហូបដែលយើងមានគឺយើងកក់ពីកន្លែងដែលយើងឡើងទូកនឹងហើយស្មាត់ទូកហ្នឹងក៏គាត់រៀបចំម្ហូបរៀបអីដូចជាដាំបាយដាំអីដែរហើយតោះមកយើងអាំងសាច់អាំងអីខ្លួនឯងថែមក្រៅទៅចឹងនិយាយទៅអាបាយពេលយប់ហ្នឹងឆ្ងាញ់ហ្មងដោយសារយើងឃ្លានខ្លាំងមួយអ្នកទាំងអស់គ្នាមើលអានេះមិនមែនបាយជ្រូកណាតែអាត្រីក្អែកពីងាកមិញហ្នឹងវាឆ្ងាញ់ខ្ញុំនិយាយទៅខ្ញុំមិនដែលឃើញត្រីណាវាឆ្ងាញ់ចឹងនិយាយទៅខំកិច្ចមកដល់កោះហើយនៅលឺសលេងបាសទៀតចឹងអានេះមិនមករែងកង់វាលទេគ្នាយើងញ៉ាំបាយហើយនាំគ្នាមកមុជទឹកដើម្បីគេងយប់នេះចឹងអានេះបើកភ្នែកមកថ្ងៃទី2យប់មិញហ្នឹងដោយសារអស់ខ្លាំងពេកគាត់តែបិទភ្នែកទៅដេកលក់បាត់ចឹងនៅលើកោះហ្នឹងនិយាយទៅដោយសារតែវាអត់មានខ្យល់ហើយពេលហ្នឹងវាក្តៅដែរចឹងវាស្ងួតចឹងយើងនាំគ្នាចាប់ផ្ដើមសាតង់ហើយយើងរៀបឲ្យបានដែលយើងពីយប់មិញហ្នឹងចឹងអានៅតាមទឹកនេះពេលច្រើនគឺយើងសម្បូរឃើញអាភ្លឺផ្លេតនេះវាទៅវាដូចមាសចឹងតែខ្ញុំសួរមេតំបន់ទៅគាត់ថាហ្នឹងវាជាបរតតោះមកគឺយើងនាំគ្នាមួយទឹកមួយអីពេលផឹកហ្នឹងកូនហ្នឹងនិយាយទៅកលួងពូសុំលៀងប្រដាប់ពេកមួយនិយាយទៅអាហារពេលព្រឹកនេះគឺជា signature របស់យើងហ្មងផឹកឡើងតែមានបាយត្រឹមត្រូវមានអាមីនិយាយទៅយើងខ្លែមជាមួយសាច់គោដែលយើងសល់ពីយប់ហ្នឹងយើងយកអាំងថែមធ្វើឲ្យទៅវេនតាឯណាចឹងចេញពីកោះហានហ្នឹងគឺមេតំបន់គាត់នាំយើងទៅមើលកន្លែងដែលដីដែលបាក់ច្រាំងហ្នឹងទៅគឺឃើញកឡដែលគេស្លដែកពីមុនចឹងអត់ដឹងថាឡនេះអាយុកាលវាប៉ុន្មានទេដោយសារតែគេកំពុងតែសិក្សាស្រាវជ្រាវពីវាចឹងវាជាកន្លែងដែលគេស្លលោហៈស្លដែកអីពីមុនតែខ្ញុំអត់ច្បាស់ដែរតែថ្មមួយវារឹងខ្លាំងដូចដុំដែកចឹង
ចឹងចេញពីហ្នឹងមកក៏យើងនាំគ្នាទៅលេងកោះមួយទៀតដែលនៅជិតកោះហ្នឹងចឹងគាត់នាំយើងទៅមើលដើមឈើអ្នកតាមួយនិយាយទៅដើមឈើហ្នឹងគឺវាធំខ្លាំងតែយើងត្រូវដើរទៅចូលព្រៃបន្តិចតែវាអត់ឆ្ងាយដើរដោះស្បែកជើងមកហើយទៅអត់ដឹងបកស្រាយអារម្មណ៍នេះមកមិនទេអារម្មណ៍ដែលឮសលេងសត្វយំនៅក្នុងព្រៃហើយវាស្ងប់ស្ងាត់ចឹងចឹងចេញពីហ្នឹងមកយើងនាំគ្នាក្លុកតំបន់ចិត្តហ្នឹងមកបន្តិចទៅតបមកគឺយើងទៅលេងកោះសហគមន៍មួយដែលនៅជិតហ្នឹងតែខ្ញុំភ្លេចឈ្មោះបាត់ហើយព្រោះកោះឈ្មោះច្រើនពេកឥឡូវមក Aura Farming នៅមុខកូនក្មេងមួយនិយាយទៅខានរៀប Aerobic ជប់នេះរាប់ឆ្នាំហើយចឹងរៀងមកបាំងដែរតែឥឡូវចេះរៀបបានដែរឥឡូវអ្នកនរគ្នាជួយ vote មួយថាបោកបាន Aura ចឹងនៅក្នុងសហគមន៍គេហ្នឹងគេមកល្មមដែរចាញ់ពីសហគមន៍ហ្នឹងហើយគឺយើងមកលេងកន្លែងដើមឈើដោះតាមទឹកហ្នឹងពេលច្រើនឬដើមឈើមួយគឺវាបត់ទៅរោទៅតាមលំហូរទឹកហ្នឹងចឹងរៀងថ្ងៃយើងមកដល់ផែដែលយើងឡើងទុកហ្នឹងគឺយើងចាប់ដើមរៀបចំឲ្យបានហើយយើងតទៅមុខទៀតខ្ញុំជិះតាមស្ពានសេកុងហើយឡើងស្ពានមេគង្គដើម្បីទៅលេងទឹកជ្រោះព្រះនិមិត្តហើយនៅក្រុងស្ទឹងត្រែងគេនេះនិយាយទៅរៀងស្ងាត់ដែរផ្លូវចូលទៅទឹកជ្រោះព្រះនិមិត្តហ្នឹងនិយាយទៅចុះអាប់រហូតបើសិនជាមានឡានមានម៉ូតូពីមុខយើងគឺនិយាយទៅដូចបិទ map យើងចឹងជិះដូចជាយូរដែរឥឡូវយើងមកដល់ទឹកជ្រោះព្រះនិមិត្តហើយកូននិយាយទៅខ្លាចសេដ្ឋកិច្ចអ្នកស្ទឹងត្រែងអត់ដែរឥឡូវមកជាវបៀឡាវមួយនិយាយទៅពីច្រើនអ្នកនៅស្ទឹងត្រែងហ្នឹងគឺគេនិយាយភាសាឡាវភាគច្រើនហ្មងហើយត្រីដែលខ្ញុំឃើញសបោជាងគេហ្នឹងសបោត្រីក្អែកនិយាយទៅខែដែលខ្ញុំទៅហ្នឹងគឺពេញក្តៅហ្មងឥឡូវមកអាំងសាច់ដូចកូនណាកាំងមួយនិយាយទៅគឺយើងចេញពីទឹកជ្រោះព្រះនិមិត្តហ្នឹងត្រូវការជិះឆ្លងអាប់ល្បាក់20-30 គីឡូទៀតដើម្បីទៅខេត្តព្រះវិហារហើយអាផ្លូវនេះចុះអាប់ខ្លាំងជាងអាផ្លូវមកដំបងទៀតហើយឥឡូវយើងមកដល់ផ្លូវកស៊ូហើយនិយាយទៅនៅពេលដែលខ្ញុំឃើញក្មេងៗបកដៃអញ្ចឹងគឺខ្ញុំនឹកឃើញនៅកាលខ្ញុំនៅពីទូចអញ្ចឹងការខ្ញុំនៅពីទូចហ្នឹងក៏មិនខុសគ្នាហ្មងដែរអញ្ចឹងការសម័យរបស់យើងអាចជាការពិតបើសិនជាយើងព្យាយាមអញ្ចឹងឥឡូវមកដល់ផ្លូវកស៊ូវាស្រួលខ្លួនបន្តិចឥឡូវនេះចង់ដឹងថាវាអាប់ប៉ុណ្ណាឥឡូវមើលតែម៉ូតូហើយកបោបកៅមនុស្សទៅដឹងថាវាអាប់ខ្លាំងប៉ុណ្ណាហើយបើអត់ពាក់ម៉ាស់ទេអាចនឹងកើតសួតនិយាយទៅសឹងតែបូមដីយកពីខ្លួនទៅលក់បានចឹងរៀងល្ងិតតិចយើងមកដល់ក្រុងព្រះវិហារគេហើយចឹងតមកយើងមកលេងកន្លែងតំបន់លំហែមួយដែលនៅជិតក្រុងព្រះវិហារហ្នឹងដែរចឹងចេញពីលេងកន្លែងហ្នឹងហើយយើងមកញ៉ាំបាយពេលយប់ខ្ញុំមិនដឹងមែនបាយមួយថ្ងៃនេះម្ហូបអីក៏ឆ្ងាញ់ដែរតមកយើងទិញអីវ៉ាន់កាប៉ីកំប៉ុកដើម្បីទុកពេលយប់ហើយពូនេះខ្ញុំមកតែងកៅចូលគាត់ឃើញខ្ញុំថតវីដេអូគាត់ស្មានតែខ្ញុំអ្នកល្បីឥឡូវគាត់ឲ្យ free ឥឡូវខ្ញុំអរគុណពូដោយសារតែពួកយើងអត់គេងនៅក្នុងក្រុងទេយើងមកគេងនៅភ្នំត្បែងអញ្ចឹងតាមផ្លូវទៅភ្នំត្បែងហ្នឹងវាយប់ហើយផ្លូវរៀងបាក់ដែរអញ្ចឹងកន្លែងដែលពួកខ្ញុំគេងនេះមានឈ្មោះថាអាកាសានៅភ្នំត្បែងយើងហ្នឹងហើយឡើង vibe គេនេះវាដូចផ្ទះបុរាណអញ្ចឹងអារម្មណ៍ដែលយើងគេងនៅផ្ទះឈើបែបនេះអញ្ចឹងគឺវាត្រជាក់និយាយទៅវាអារម្មណ៍យើងដូចកាលខ្ញុំនៅពីក្មេងដែលខ្ញុំទៅលេងផ្ទះយាយខ្ញុំតែរៀងស្រាវដែរណាខ្លាចតាមមានល្ខោនមានអីលេងឲ្យពេលយប់សំខាន់ការដេក័ររបស់គេហ្នឹងសុទ្ធតែយកយន់យកអីបិទទៀតអញ្ចឹងយប់ឡើងអត់មានអីទេមានតែអាំងពោតហើយអាំងដលងញ៉ាំឃើញនេះជារបៀបយើងការបោះពោតចាអត់កតុយមានប្រយោជន៍ស្អីខ្លះចឹងមួយរៀងស្ពឹកពេកឥឡូវព្រះទៅព្រះដល់កពស់ណានៃបាត់ហើយអញ្ចឹងអាឈើដែលហូរទៅក្រោមនោះសង្ស័យគេធ្វើដូច roller coaster ទៅដែលយើងជិះចុះទៅក្រោមហ្នឹងបាទអញ្ចឹងឥឡូវយើងនាំគ្នាចាប់ដើមរៀបចំអីវ៉ាន់យើងទៅហើយតែមុនទៅហ្នឹងយើងនាំគ្នាចុះទៅក្រោមដើម្បីថតរូបមួយផ្លែតតែពេលហ្នឹងមិនរៀងល្ងិតដែររៀងស្ទុំនិយាយទៅកាចាស់ក្បាលនៅតែលេងដូចកូនក្មេងទៀតទៅពេលខ្លះខ្ញុំឆ្ងល់ខ្លួនឯងដែរចឹងនិយាយទៅនៅហ្នឹងវា view វាស្អាតដែរយើងថតរូបលេងហើយគឺយើងចេញចុះទៅក្រោមភ្នំហើយនៅតាមផ្លូវហ្នឹងវាភ្លៀងមួយសើមកមួយផ្លែតដែរចឹងផ្លូវយើងនេះគឺផ្លូវពីព្រះវិហារទៅកាន់ខេត្តកំពង់ធំកូននេះស្បែកលេងប្រែណាលេងប្រែមែនលេងប្រែណាអូទឹកខ្មុំមកដោយសារតែគាត់កូនណាកាំងចឹងគាត់ជិះអាវដែលវាហាលក្តៅរហូតហ្នឹងទៅចឹងឥឡូវនេះយើងនៅផ្លូវចូលទៅកាន់ប្រាសាទសំបូរព្រៃគុកតែយើងឈប់ញ៉ាំបាយមុនផ្លូវចូលហ្នឹងសិនឥឡូវបៀដឹងតែឈ្នះគេឥឡូវឌឺគេមួយសិននិយាយទៅបាយមួយថ្ងៃនេះម្ហូបមួយណាក៏ឆ្ងាញ់ដាក់អស់តែម្ហូបគេឆ្ងាញ់របស់គេហើយឥឡូវយើងមកមើលប្រាសាទព្រៃគុកដើរជុំវិញហ្នឹងចឹងនៅក្នុងហ្នឹងប្រាសាទគឺមានច្រើនប្រាសាទចឹងនេះគឺជាក្នុងនៃប្រាសាទហ្នឹងប្រាសាទសំបូរព្រៃគុកនេះគឺយើងបានចុះបញ្ជីបេតិកភណ្ឌនៅថ្ងៃទី8ខែកក្កដាឆ្នាំ2017ចឹងឥឡូវមកនាំគ្នាបែកកណិតថត style ថ្មីមួយនិយាយទៅមួយយ៉ាងដែរតាចឹងយើងចេញពីប្រាសាទមួយយើងទៅប្រាសាទមួយទៀតបើសួរឈ្មោះខ្ញុំភ្លេចឈ្មោះបាត់ហើយគេមានឈ្មោះគេរៀងខ្លួនតែខ្ញុំអត់ចាំទេព្រោះបើឲ្យខ្ញុំសួរម្ហូបខ្ញុំញ៉ាំព្រឹកមិញខ្ញុំញ៉ាំមួយម្ហូបអីក៏ខ្ញុំអត់ចាំដែរហើយទៅកូននេះតែក្មេងវាយអត់ចេះខុសណា
ពេលយើងដើរហត់ចេះហើយយើងមានទឹកតិចញ៉ាំបើកម្លាំងហើយទៅមានកម្លាំងមកវិញប៊ឺមកហើយទៅថ្ងៃទី3នេះមួយអត់មានអាគេបាក់ទេដោយសារបានគេងគ្រប់ញ៉ាំគ្រប់អញ្ចឹងនៅខាងតំបន់ហ្នឹងក៏គេឲ្យយើងយកម៉ូតូចូលបានដែរតែគ្នាខ្ញុំស្រេចចិត្តថាអត់ជិះដោយសារខ្លាចកំឡុងគេអញ្ចឹងយើងចេញពីនឹងមកក៏យើងជិះក្នុងក្រុងកំពង់ធំហើយយើងក៏ចូលនៅការ៉ាសាំងនៅក្បាត់ក្រុងហ្នឹងដើម្បីឈប់សារ៉ាហើយចាក់សាំងបើសិនជាគេសួរខ្ញុំថាខ្ញុំខ្ជិលដល់កម្រិតណាខ្ជិលសំបីតែប្រឆេះម៉ូតូឥឡូវសុខចិត្តផ្ដាវយកមកចាក់សាំងនិយាយទៅជិះរាប់រយគីឡូអត់ចាប់អារម្មណ៍ទេទៅមកចាប់អារម្មណ៍ថាមានដេកូមួយលិចចូលទៅក្នុងសម្បកកង់តែវាអត់ធ្លាយទេអញ្ចឹងក៏យើងនាំគ្នាចូលសារ៉ានៅស្គុនអញ្ចឹងពេលមកដល់ស្គុនហ្នឹងមិនវាចាប់ផ្ដើមភ្លៀងរ៉ាក់អញ្ចឹងយើងនៅសារ៉ានៅនឹងមួយផ្លេតហើយក៏យើងចាប់ផ្ដើមចេញទៅទៀតនៅពេលដែលមេឃវារៀងរាបអញ្ចឹងសរុបមកវិញដូចចម្ងាយដែលពួកយើងជិះហ្នឹងវា1000គីឡូជាងចឹងនេះវាជាតង់ទី1ទេតែពួកយើងអាចនឹងមានតង់ទី2នឹងឆ្ងាយយ៉ាងនេះទៀតតែចាំមើលសិន